សួស្តីបងប្អូនទាំងអស់គ្នាតើយើងមកធ្វើលំហាត់លេខ2នេះគេឲ្យ x ជាមធ្យមនៃទិន្នន័យ MO ជាម៉ូតនិង ME ជាមេយ៉ានៃទិន្នន័យចូលគូបកង A និង B ដែលត្រូវគ្នាអញ្ចឹងទី1នេះគេឲ្យ2 3 4 1 6គេឲ្យតើវាមានអីគេតើមធ្យមវាប្រមាណយើងអាចរកមធ្យមម៉ូតហើយនិងមេយ៉ាតើវាត្រូវមួយណាបើសិនយើងចង់រកមធ្យមដែលយើងវាបូកបញ្ចូលគ្នាចែកនឹងចំនួនមក2 4 5អញ្ចឹងចែក5បើម៉ូតទិន្នន័យដែលមានហ្វ្រេកង់ច្រើនជាងគេអញ្ចឹងអានេះអត់មានណាមានហ្វ្រេកង់ច្រើនជាងគេទេ1មានម្ដង2មានម្ដងចានេះអត់មានម៉ូតទេមេយ៉ានវិញទិន្នន័យនៅកណ្ដាលយើងរៀបតាមលំដាប់ហើយរកមើលឃើញវានៅកណ្ដាលហើយតែបើសិនយើងចង់រកមធ្យមដែលយើងយកបូកបញ្ចូលគ្នាយក2បូក3បូក4បូក1បូក6ចែកឲ្យទិន្នន័យមាន5អញ្ចឹងចែក5អានេះបូកចូលនេះ5ពីនេះ5អានេះវា10 15 16 16ចែកឲ្យ5 16ចែក5បាន3ចុចយក16ចែក5មក3 3 5 15ដល់សល់1 0បាន 3.2 អត់មានទេចុះបើយើងរៀបតាមលំដាប់អានេះមធ្យម 3.2 អត់មានក្នុងនេះទេបើយើងម៉ូតក៏អត់មានដែរមេយ៉ានយើងរៀបតាមលំដាប់វិញតាមលំដាប់1ទូជាងគេ1ហើយ2 2ហើយ3 3ហើយ4 4ហើយ6អញ្ចឹងបើតាមេយ៉ានវា3អញ្ចឹងមេយ៉ាន3នេះមេយ៉ាន3អញ្ចឹង1មកខទី2ដូចគ្នាដែរបើយើងចង់រនេះរៀបតាមលំដាប់សិនមកចាំរកមធ្យមក្រោយបើរៀបតាមលំដាប់វាមាន1ហើយ2 2ហើយ4 4ហើយ5 5ហើយ6អញ្ចឹងបើយើងរកមេយ៉ានវាមេយ៉ានវា4នៅក្នុងនេះមាន4អត់4មានអញ្ចឹង2ហ្នឹងបូកកលេខ3យើងរៀបតាមលំដាប់សិនមាន3ហើយ4 4ហើយ5 3 3 4 5 6 1ហើយ7មេយ៉ានវាលេខមេយ៉ានទិន្នន័យដល់កណ្ដាលគឺ5អត់មានទេអានេះមធ្យមឯណាមេយ៉ានME អត់មានទេអញ្ចឹងមធ្យមមេយ៉ានអត់មានទេអញ្ចឹងបើម៉ូតវិញក៏អត់មានដែរទិន្នន័យម៉ូតគឺទិន្នន័យដែលមានហ្វ្រេកង់ច្រើនជាងគេអានេះអត់មានណាច្រើនជាងគេទេអញ្ចឹងបើយើងរមេយ៉ាបើយករមធ្យមយើងបូកបញ្ចូលគ្នាចែកឲ្យ5អានេះ4និង6និង4 10 15និង10ទៀតអានេះពីនេះ10ទៅ25ចែកឲ្យ5ស្មើ5អញ្ចឹងអានេះមធ្យមវាគឺស្មើ5អញ្ចឹងត្រូវហើយងទី3ងទី4រៀបតាមលំដាប់មក1ហើយ1ទៀត1មាន2ដងហើយ2ហើយ4ហើយ5អានេះ1មាន2ដងអញ្ចឹងម៉ូតស្មើ1អត់មានម៉ូតស្មើ1អត់នេះម៉ូតវា1អញ្ចឹងអាហ្នឹងខបើមេយ៉ានវា2មេយ៉ាន2អត់មានទេមធ្យមក៏អត់មានដែរអញ្ចឹងต้องមានម៉ូតយើងមើលមានម៉ូត1អញ្ចឹងត្រូវឲ្យមាន1អញ្ចឹងចម្លើយវាប៉ុណ្ណឹង